ជប់សិនអ្នកទាំងអស់គ្នាណាគេខ្លះចូលចិត្តថតម្ហូបលឿនញាប់មើលអត់តន់អញ្ចឹងបែបហ្នឹងមើលទៅអត់ស្អាតទេហើយក៏អត់មានអ្នកមើលដែរមើលវិធីនេះវិញគ្រាន់តែយើងចូលមកកាន់កម្មវិធី TikTok មកវាថតវីដេអូ60វិនាទីហើយនេះគឺយើងអាចថតម្ហូបមួយមុខឲ្យចំគោលដៅច្បាស់ហើយផែនទៅស្ដាំម្ដងតិចវាយឺតទៅអ្នកទាំងអស់គ្នាប្រើពេលត្រឹមតែ4វិនាទីមកបានហើយនៅក្នុងនេះខ្ញុំបន្តធ្វើវាដដែលនៅគ្រប់ប្លង់ម្ហូបដែលខ្ញុំធ្វើការថតហ្នឹងអ្នកកម្ពស់កាមេរ៉ាគឺខ្ញុំប្រើ45ដឺក្រេក្នុងការថតមុខម្ហូបមួយនេះដើម្បីឲ្យវាស្អាតទៀតអ្នកទាំងអស់គ្នាកុំភ្លេចមើលទិសដៅពន្លឺតើកាលណាបច្ចេកទិសដៅពន្លឺគឺថតទៅងឹតអត់ស្អាតទេនៅក្នុងនេះគឺខ្ញុំប្រើពេលត្រឹម4វិនាទីគ្រប់មុខម្ហូបមួយចានហើយខ្ញុំផែនទៅស្ដាំតិចចំណុចសំខាន់នៅក្នុងការថតវីដេអូមួយឃ្លីបនេះគឺត្រង់កន្លែងអ្នកទាំងអស់គ្នាផែនវាតិចហើយយឺតនឹងឯងប្រើពេលត្រឹម4វិនាទីនេះយើងបានវីដេអូមកហើយយើងទៅមើលលទ្ធផលទាំងអស់គ្នា Waking up to morning light, everything just feels alright. Little moments, small and sweet, like the rhythm. បានក្បួនថតនិងកាត់តវីដេអូស្អាតបែបនេះទៀតទេកុំភ្លេចចុច follow ម្នាក់មួយផងណាដើម្បីទទួលបានគន្លឹះល្អៗនៅថ្ងៃក្រោយទៀត